យល់ហ្នឹងហើយចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយនេះក៏ជារឿងមួយដែលសង្គមយើងត្រូវការមែនទេរាល់ថ្ងៃគឺសប្បុរសធម៌ដូចថ្មនិយាយចឹងហើយមិនចង់ឲ្យញាតិញោមក្រន់តែលឺទេអាចជាតំណែងសម្រាប់ញាតិញោមនៅទីនេះផងមកព្រួយតាំងពីឃើញព័ត៌មានហ្នឹងព្រួយរហូតព្រួយថាបើពេទ្យនឹងបិទទ្វារកុមារកម្ពុជាដល់ច្រើនត្រូវរងគ្រោះព្រោះប្រជាពលរដ្ឋខ្មែរយើងភាគច្រើនសុទ្ធតែអ្នកក្រប៉ុន្តែពេលដែលអាត្មានិយាយអញ្ចឹងណាអ្នកខ្លះនិយាយថាធ្វើម៉េចរដ្ឋាភិបាលមិនគិតឈប់និយាយពាក្យហ្នឹងទៅព្រះពុទ្ធបង្រៀនទាំងអស់គ្នាបងបរិយាថាម៉េចបង្រៀនថាការឲ្យទាននេះណាអ្នកមានទ្រព្យច្រើនគួរឲ្យតាមច្រើនអ្នកមានទ្រព្យមធ្យមគួរឲ្យតាមមធ្យមអ្នកឲ្យទ្រព្យតិចគួរឲ្យទ្រព្យតិចដែលយើងឃើញមនុស្សកំសត់អត់ក្រហើយនៅតែបរិភោគតែឯងមិនចែករំលែកដូចជាការលេបផ្លែសន្ទូចលេបនុយដោយផ្លែសន្ទូចដូចនោះដែរអញ្ចឹងតាមទ្រឹស្ដីរបស់ពុទ្ធត្រង់មួយឃ្លានេះអ្នកណាក៏អាចឲ្យទានបានដែរគឺឲ្យតាមកម្លាំងរបស់យើងយល់ទេញាតិញោមញាតិញោមញាតិញោមឧទាហរណ៍ថាអ្នកមានគេឲ្យម្ដង$10,000យើងមាន$10ឲ្យ$1អត់អង្គុយចាំមើលទេធ្វើម៉េចគេមិនគិតគេមិនគិតនឹងហើយជារឿងដែលយើងត្រូវគិតបានបណ្ណាយកប៉ុណ្ណឹងអត់មានបន្ទោសវប្បធម៌បន្ទោសគ្នាតាម Facebook ញាតិញោមមើលជេរតែគ្នាទេថាអត់ប្រយោជន៍ទេអ្នកជេរនឹងមិនដែលធ្វើអីទេជួនកាលជេរនេះជេរនោះបានប្រយោជន៍អីការជេរបង្កើតតែភាពអរិភាពការស្អប់គ្នានៅក្នុងសង្គមយល់ទេអាត្មានោះក៏គេជេរដែរតែអាត្មាមិនដែលជេរគេវិញទេមានបាក់ខ្លះនឹងជេរអាត្មាសិតតែអាលោកឈួតក៏មានដែរតែយើងមិនមែនឈួតដោយសារគេជេរទេឈួតឬមិនឈួតនៅលើខ្លួនយើងញាតិញោមញាតិញោមញាតិញោមយល់មនុស្សទាំងអស់គ្មានពីណាធ្លាក់ពីលើមេឃទេយើងកុំឲ្យបន្ទោសទៅលើម្នាក់ដូចជាអ្នកខ្លះម្ដាយមួយកូន10នាក់ប្រចាំគ្នាមិនវាមិនគិតវាមានវាមិនគិតកូនខ្លះនិយាយចឹងវាមានវាមិនគិតញាតិញោមញាតិញោមតាមពិតអាត្មាធ្លាប់លើកឧទាហរណ៍ថានៅក្នុងរាត្រីងងឹតជួនកាលគ្រាន់តែពន្លឺអំពិលអំពែកដ៏តូចមួយក៏អាចបញ្ចេញនៅភាពស្រស់ស្អាតរបស់វាបានដែរយ៉ាងណាមិញនៅក្នុងសង្គមមួយដែលគេមិនគិតយើងគិតយើងនឹងទៅជាមនុស្សល្អឧទាហរណ៍ដូចក្នុងក្រុមគ្រួសារមួយកូន4-10នាក់គេអត់គិតម៉ែឪយើងទេអ្នកណាមិនគិតយើងគិតយើងធ្វើតែបន្តិចក៏ល្អដែរមែនអត់មែនអត់តែអំពិលអំពែកទូចមួយទៅប្រៀបជាមួយនឹងអំពូលភ្លើងអត់កើតទេជួនកាលបើគេគិតទាំងអស់គ្នាហើយយើងទៅគិតបានបន្តិចអំពូលរបស់យើងហ្នឹងវាអត់ភ្លឺទេមែនអត់អញ្ចឹងបានអាត្មាចេះតែនៅជាមួយញាតិញោមតទៅទៀតហ្នឹងអាត្មាត្រូវទៅនៅអាមេរិកតាំងពីឆ្នាំ2000ម៉េះប៉ុន្តែអាត្មាថាអាមេរិកមិនត្រូវការអាត្មាទេព្រោះគេអត់មានអ្នកក្រត្រូវអាត្មាជួយទេយល់ទេគេក៏គ្មានមនុស្សអវិជ្ជាដែលត្រូវអាត្មាជួយបង្រៀនច្រើនដែរតែស្រុកយើងទៅត្រូវការមែនឬមែនចំណេះវិជ្ជាបហាអាត្មានេះទៅបរៀនស្រុកគេចំណេះធម៌នៅបរៀនបានប៉ុន្តែចំណេះដឹងទូទៅអីគេមានគ្រប់គ្រាន់អស់ហើយយល់ទេតែនៅស្រុកយើងត្រូវការអត់ញាតិញោមឥឡូវអាត្មាប្រកាសប៉ុណ្្នឹងញាតិញោមកើតចិត្តអាណិតខ្លះអត់មិនអាណិតពេកទេអាណិតកុមារហ្នឹងណាកុមារខ្មែរយើងហ្នឹងណាកើតចិត្តអាណិតខ្លះអត់អាចអស់ម្នាក់ក្នុង$1បានអត់អាចអស់ក្នុងម្នាក់$1000បានអត់អញ្ចឹងបានអាត្មាទៅអាមេរិកលើកនេះអ្នកខ្លះគេចង់ជួយនេះជួយនោះអាត្មាថាអ្វីដែលអាត្មាចង់បានណាអាត្មាចង់បានចិត្តរបស់មនុស្សទាំងឡាយអត់ចង់បានលុយទេចង់បានចិត្ត
ការយកចិត្តទុកដាក់គឺមិនចង់បានភាពមិនអើពើភាពអង្គុយចាំមើលឧទាហរណ៍នៅស្រុកជប៉ុនគេបានបង្រៀនប្រជាពលរដ្ឋគេឲ្យចេះធ្វើទៀនតែក៏គេខ្លាចប្រជាពលរដ្ឋគេក្រដែរអញ្ចឹងគេអត់យកច្រើនទេពីប្រជាពលរដ្ឋគេនៅពេលដែលប្រកាសពីគ្រោះទឹកជំនន់កន្លែងណាមួយគេប្រកាសព័ត៌មានទូទាំងប្រទេសម្នាក់គេយកតែក្នុងតម្លៃកាហ្វេមួយកែវឯងអញ្ចឹងទោះបីធ្វើច្រើនដងក៏គេអត់ក្រដែរយល់ទេតែគេធ្វើទាំងអស់គ្នាយើងរាល់ថ្ងៃអ្នកណាធ្វើអ្នកណាអត់ធ្វើអត់រហូតដល់អញ្ចឹងអ្នកដែលធ្វើហ្នឹងរងគ្រោះធ្វើយូរទៅអស់លុយអស់កាក់ចុះវាទទួលបន្ទុកខ្លាំងពេកញាតិញោមឧទាហរណ៍លេងថាបើថ្ងៃណាមួយអាត្មាណាត់គ្នាថាយើងនាំគ្នាជួយកន្ធបុប្ផាអីញាតិញោមអាចចូល$1អត់ចូលអត់ដោយយល់ថានឹងជាបុណ្យអត់នឹងប្រហែលជាអាទិត្យក្រោយឬក៏សប្តាហ៍ក្រោយឬក៏កន្លះខែក្រោយអាត្មាធ្វើរឿងហ្នឹងប្រយ័ត្នថាឲ្យអត់ចូលយល់ហ្នឹងហើយគំនិតនេះអាត្មាចង់ប្រកាសច្រើនតែមិនចង់បានច្រើនទេបានតែ$1តែវិញ្ញាណញោមមានចិត្តលើសហ្នឹងអាហ្នឹងតាមចិត្តទេណាអញ្ចឹងក្នុង$1អ្នកម៉ូតូដប់ក៏ធ្វើបានដែរចុះមនុស្សយើងរាប់លានអ្នកវាមិនរាប់លាន$មិនអញ្ចឹងវិធីដែលខ្មែរយើងអាចជួយគ្នាបានណាមិនបាច់ទៅសុំបរទេសទេញាតិញោមប្រសិនបើយើងមានចិត្តអញ្ចឹងណាមិនបាច់សុំបរទេសទេអាត្មាសរសើរភូមិក្រមែនប៉ុន្តែសុំបរទេសអញ្ចឹងភូមិមិនដែលជាពាក់គុណគេភូមិអត់ដែលជាពាក់គុណគេយើងសុខចិត្តបុគ្គលម្នាក់មានតែឲ្យរត់ដើរសុំគេរហូតមែនអត់ដើរសុំគេអ្នកមានហើយអ្នកក្រញាតិញោមធម្មតាជំនួយទាំងឡាយក្រៅពីជនជាតិយើងណាធម្មតាជំនួយតែងមានចំណងបើមិនចំណងកាយក៏ចំណងចិត្តដែរចាំឲ្យច្បាស់ធម្មតាជំនួយតែងមានចំណងទោះមិនចំណងកាយក៏ចំណងចិត្តដែរគេឲ្យអីយើងមួយគេត្រូវមើលថាតើគេបានអីពីយើងយល់អត់ដូចចិនជីកយល់មាសខ្មែរអស់ហើយខ្ញុំចង់និយាយតែឃើញផ្ទាល់ភ្នែកថ្ងៃមុននឹងជាងអាត្មាទៅយកថ្មកន្លែងចិនយកហ្នឹងយកមកធ្វើព្រះអង្គទូចមួយអាត្មាស្មានតែលាបមាសតាមពិតសិតតែរ៉ែមាសដែលចិនយកទៅមិនដឹងប្រមាណ100លានតោនទេគេយកអស់ពីមុនអាត្មាឮតែកាសែតចុះតែនេះឃើញផ្ទាល់ភ្នែកគេឲ្យស្ពានយើងមួយគេយកភ្នំមាសយើងមួយយកទៅសូមអនុមោទនានៃការសម្ដែងពធសំគួរដល់នៅពេលវេលាប៉ុណ្ណេះឯងអេវ៉ាំង